បងប្អូនមុខម្ហូបនេះគឺយើងស្រួលធ្វើហើយក៏ឆាប់បានញ៉ាំដែរចឹងគ្រឿងផ្សំអត់មានអីច្រើនទេបងប្អូនគឺយើងមានជាមួយនឹងសាច់ជ្រូកហើយនឹងត្រាវរបស់យើងហ្នឹងគឺយើងត្រូវហាន់វាជាសរសៃមកហើយសាច់ជ្រូករបស់យើងហ្នឹងក៏យើងចិញ្ច្រាំវាឲ្យម៉ត់មកហើយយើងដាក់ចូលគ្នាហើយយើងដាក់បន្ថែមជាមួយនឹងស្លឹកខ្ទឹមហើយនឹងខ្ទឹមសស្ករហើយនឹងម្សៅផ្សិតបន្ទាប់មកទៀតគឺយើងបន្ថែមជាមួយនឹងម្សៅឆាហើយនឹងទឹកហើយយើងច្របល់ចូលគ្នាឲ្យសព្វមកនៅពេលដែលសព្វហើយគឺយើងទុកវា15នាទីទៅហើយនៅក្រោយ15នាទីក្រោយមកគឺយើងយកกระดาษឆាយ៉របស់យើងហ្នឹងយើងយកមកវិចខ្ចប់ជាមួយនឹងសាច់របស់យើងមកអញ្ចឹងយើងវិចតទៅអស់សាច់ហ្នឹងទៅយើងវិចបែបហ្នឹងវិចជាប្រទះវាបែបហ្នឹងមកហើយនៅពេលដែលយើងវិចអស់ហើយគឺយើងយកវាទៅចំហុយអញ្ចឹងយើងចំហុយវាតែ20នាទីទៅ30នាទីគឺឆ្អិនហើយនៅពេលដែលឆ្អិនគឺយើងអាចយកវាមកយើងហាន់វាជាដុំតូចៗមកល្មមដែលយើងចង់បានមកយើងចង់ញ៉ាំបែបហ្នឹងក៏បានយើងចង់ញ៉ាំយើងយកទៅចៀនក៏បានដែរអញ្ចឹងយើងហាន់តូចៗចឹងទៅយើងអាចយកទៅចៀនវាឲ្យក្រៀមមកនៅពេលដែលក្រៀមបែបហ្នឹងគឺវាបង្កើនរសជាតិបន្ថែមទៀតធ្វើកាន់តែឆ្ងាញ់បន្ថែមទៀតអញ្ចឹងយើងអាចយកទៅជ្រលក់ជាមួយនឹងទឹកស៊ុសយើងបែបហ្នឹងគឺរសជាតិឆ្ងាញ់